អូនកាលពេលដែលបងទៅនៅអ៊ីស្រាអែលដំបូងដែលយើងអាចឆ្លប់បានឆ្លងកាត់សង្គ្រាមហើយទី1ពេលដែលទៅដល់ទីនោះហើយមានសង្គ្រាមសិស្សនិស្សិតយើងភ័យមែនទែនអ្នកខ្លះយំផងអ្នកខ្លះខលមកអ្នកផ្ទះផងនិយាយទៅគឺតក់ស្លុតគ្រប់គ្នាតែម្ដងហើយបងក៏ឆ្ងល់ថាចុះប្រជាជនអ៊ីស្រាអែលវិញមើលទៅគេដូចជាអត់មានតក់ស្លុតអីផងរស់ស៊ីធម្មតាធ្វើការធម្មតាហេតុអីទៅនៅពេលដែលឆ្នាំបន្ទាប់ដល់ពេលតែចាប់ផ្ដើមជួបសង្គ្រាមម្ដងទៀតបងក៏ចាប់ផ្ដើមសាកសួរព័ត៌មានបន្ថែមរៀនពីគេពេលនោះបងក៏ដឹងរឿងខ្លះទី1គេអត់យកអាភាពភ័យខ្លាចហ្នឹងមកដាក់នៅគ្រប់ខ្លួនទេប៉ុន្តែគេជំនួសមកវិញដោយបច្ចេកវិទ្យានៅក្នុងទូរស័ព្ទដៃរបស់ជនជាតិអ៊ីស្រាអែលសម្រាប់អ្នកដែលប្រើ smartphone គេមានកម្មវិធីចំនួន2ទី1ឈ្មោះថា Home Front Command ហើយទី2ឈ្មោះថា Red Alert កម្មវិធីហ្នឹងគឺណែនាំយើងទាំងអស់តែម្ដងបើសិនជាមានសង្គ្រាមតើយើងគួររៀបចំខ្លួនបែបណាយើងគួរធ្វើបែបណាដើម្បីអាចគ្រោះខ្លួនឯងបានហើយចំណុចកាន់តែពិសេសនៅពេលណាដែលក្របផ្លងរបស់សត្រូវធ្លាក់ចូលនៅក្នុងទឹកដីអ៊ីស្រាអែលទូរស័ព្ទដៃរបស់យើងហ្នឹងនឹងបានបន្លឺសំឡេងសារ៉ែនឲ្យយើងដឹងថាតើប្រហែលវិនាទីខាងមុខហ្នឹងនឹងមានក្របធ្លាក់នៅក្នុងតំបន់ណាដល់ពេលដែលយើងមើលទៅអ្នកចាស់វិញរបស់ជនជាតិអ៊ីស្រាអែលពួកគាត់ធ្វើការបដាគាត់ស្ដាប់វិទ្យុបដាពួកគាត់ស្ដាប់វិទ្យុអំពីព័ត៌មានប្រទេសជាតិហ្នឹងគឺគាត់យកចិត្តទុកដាក់ខ្លាំងមែនទែននៅពេលដែលនៅតាមផ្ទះគេរៀបចំជាបន្ទប់សុវត្ថិភាពគេសាងសង់ឡើងដោយថ្មក្រាស់ឬមួយក៏ដាក់ជាដែកដើម្បីការពារសុវត្ថិភាពពេលណាដែលមានក្របផ្លងណាអូនបើតាមទីសាធារណៈរៀងរាល់100ម៉ែត្រមួយយើងឃើញមានរដ្ឋគេរៀបចំជាបន្ទប់សុវត្ថិភាពហ្នឹងឲ្យមនុស្សប្រើទូទៅតែម្ដងចំណុចទី2តកតងជាមួយនឹងប្រព័ន្ធកាពារដែនអាកាសរបស់អ៊ីស្រាអែលគេមានប្រភេទសភាវុធមួយឈ្មោះ Iron Dome ដាក់នៅលើវាលស្រែវាលការ៉ុតវាលអីចឹងអូនតែអាហ្នឹងវារេទៅមកបងទៅដំបងមកខ្លាចមែនដែរអូនឆ្ងល់ថាចេះបើអត់មានមនុស្សជាផងចុះបើសិនជានៅសុកវាបាញ់យើងហ្នឹងមិនទេជាក់ស្ដែង Iron Dome ហ្នឹងនៅពេលដែលមានសង្គ្រាមនៅពេលណាដែលក្របមីស៊ីលឬក៏ក្របរ៉ាកែតរបស់សត្រូវបាញ់ផ្លង់ចូលមកទឹកដីអ៊ីស្រាអែលហើយរ៉ុនដុំហ្នឹងវានឹងធ្វើការដូចដៃយន្តអញ្ចឹងចាប់បំទុះចោលនៅក្របមីស៊ីលហ្នឹងនៅលើមេឃតែម្ដងដោយមិនចាំបាច់មានមនុស្សបញ្ជាហើយនឹងកាន់តែពិសេសក្រុម Cyber Security របស់ជនជាតិអ៊ីស្រាអែលហ្នឹងមានសមត្ថភាពរហូតទៅដឹងពីទីតាំងរបស់សត្រូវនិងដឹងពេលវេលាណាដែលគេនឹងអាចធ្វើការវាយប្រហារមកលើជនជាតិអ៊ីស្រាអែលហ្នឹងហើយទី3តកតងជាមួយនឹងសុខភាពផ្លូវចិត្តនៅពេលណាដែលមានបញ្ហារឿងសង្គ្រាមម្ដងណាយើងឃើញមានក្រុមពេទ្យក្រុមរថយន្តសង្គ្រោះបន្ទាន់ហ្នឹងដូចជាហែកឋិនអញ្ចឹងពេលដែលមានបញ្ហាកន្លែងណាមួយគឺដឹងតែពួកគេចុះទៅដល់មិនថាយប់មិនថាថ្ងៃទេគោលបំណងរបស់គេគឺធ្វើម៉េចឲ្យប្រជាពលរដ្ឋរបស់គេហ្នឹងមានសុខភាពផ្លូវចិត្តហ្នឹងរឹងមាំពួកគេជឿថានៅពេលណាដែលសុខភាពផ្លូវចិត្តរឹងមាំប្រជាជននឹងអាចរត់ទៅរកដំណោះស្រាយឬក៏ទៅរកទីកន្លែងសុវត្ថិភាពបានហើយពេលដែលមួយនោះសិស្សខ្មែរយើងគាត់ភ័យខ្លាំងពេកជនជាតិអ៊ីស្រាអែលគេមកប្រាប់ថាអត់អីទេ